ប៉ុន្មានឆ្នាំក្រោយមកពុទ្ធិសែនបានចម្រើនវ័យអ្នកមីងអ្នកម្ដាយកូននាំអាហារមកឲ្យពួកអ្នកវាគឺកូននាងពៅវាមិនអាចរស់បានទេព្រះអង្គចង់ឲ្យយើងធ្វើអ្វីរកវិធីបំបត្តិវាមុនពេលគាត់ដឹងការពិតចៅពុទ្ធិសែនចូលយកសារនេះទៅឲ្យកូនស្រីយើងកុំខកខានហើយកុំបើកមើលឲ្យសោះទូបង្គំនឹងធ្វើតាមក្រាបទូលឥសីបានផុសចេញមកយល់សាច់ការនៃហេតុហើយក៏ផ្ទុះសារនោះជាថ្មីដោយសរសេរថាដល់យប់រៀបការទាំងយប់ដល់ថ្ងៃរៀបការទាំងថ្ងៃគុំខានព្រះនាងនេះជាលិខិតពីព្រះមហាក្សត្រីអ្នកបានធ្វើដំណើរឆ្ងាយណាស់ខ្ញុំគ្រាន់តែបំពេញកាតព្វកិច្ចទេក្រាបទូលបុត្រីមេដាបានណែនាំទៅដល់យប់រៀបការទាំងយប់ដល់ថ្ងៃរៀបការទាំងថ្ងៃគុំខានចាប់ពីថ្ងៃនេះអ្នកគឺជាស្វាមីរបស់ខ្ញុំមិនដាច់ដូច្នោះទៅវិញក្រាបទូលព្រះនាងកង្រៃបាននាំស្វាមីទៅតូតឧសៀនសម្ងាត់នៅក្នុងរាជវាំងហើយបានបង្ហាញអាចកំបងដ៏ធំមួយព្រះនាងបានប្រាប់អំពីកៅភ្នែករបស់នាងទាំង12និងដើមឈើទឹកដែលមានអំណាចអស្ចារ្យអាចសន្តំចិត្តមនុស្សធ្វើឲ្យដីប្រេះជាពីរនិងបង្កើតជាទន្លេបានគ្រានោះព្រះនាងកង្រីបានចាប់ផ្ដើមរៀបចំពិធីអភិសេកទ្រង់ជាមួយព្រះពុទ្ធិសែនដោយព្រះរាជវាំងពោពេញទៅដោយភាពសប្បាយរីករាយសូមអភ័យទោសម្ចាស់អូនបងត្រូវតែជួយម្ដាយនិងអ៊ំបងនឹងត្រឡប់មករកអូនវិញនេះគឺជាអ្វីដែលខ្ញុំត្រូវការខ្ញុំត្រូវប្រញាប់ចេញពីទីនេះព្រះពុទ្ធិសែនបានយកស្លឹកឈើទឹកប៉ះលើខ្នងសេះចំនួន3ដងភ្លាមនោះសេះក៏ដោះស្លាប់យ៉ាងអស្ចារ្យហើយទ្រង់បានឡើងជិះសេះហោះឡើងលើអាកាសបន្ទាប់ពីព្រះនាងភ្ញាក់ពីដំណេកឡើងទ្រង់មិនឃើញព្រះស្វាមីទេព្រះនាងក៏យំសោកទួញធ្នងព្រះស្វាមីនេះសូមចាំខ្ញុំផងកង្រីកុំតាមបងអីពេលបងជួយមេត្តាបងហើយបងនឹងត្រឡប់មកវិញព្រះស្វាមីហេតុអ្វីទ្រង់ដាច់ព្រះទ័យយ៉ាងនេះមិនដាច់ទ្រង់មិនពោលពាក្យលាសោះព្រះស្វាមីខ្ញុំម្ចាស់ខ្មាស់អស់ក្នុងរាជបុរីកង្រីស៊ូផ្សាយជីវិតក្នុងគ្រានេះហើយកុំទៅណាចោលបងព្រះស្វាមីបើមានចិត្តថ្មីកង្រីសូមជួបទ្រង់គ្រប់ជាតិមិនពិតទេម្ចាស់អូនព្រះពុទ្ធសែនកំសោកសម្លេងធ្វើអ្វីទ្រង់ទុករាងកាយរបស់នាងកង្រីត្រង់នេះចុះនាងនឹងខ្លាយទៅជានិមិត្តរូបនាងគឺមិនមែនមនុស្សទេគឺជាយក្សឈ្មោះថាសន្តមាយើយើងឲ្យឯងទៅស្លាប់តែឯងបែរជារស់លើកនេះមិនរស់ទេណាលើនេះគ្មាននរណាអាចទប់យើងបានទេអំពើអាក្រក់របស់នាងត្រូវបញ្ចប់នៅថ្ងៃនេះហើយនាងទាំង12បានរស់នៅយ៉ាងសុខដុមរមនានិងពោពេញដោយសេចក្តីសុខជាមួយព្រះមហាក្សត្រនិងព្រះពុទ្ធិសែនតរៀងទៅចំណែកឯរាងកាយរបស់ព្រះនាងកង្រីបានคล้ายទៅជាភ្នំមួយនៅខេត្តកំពង់ឆ្នាំងដែលគេចាត់ទុកថាជានិមិត្តរូបនៃភក្តីភាពនិងចិត្តស្មោះត្រង់ចំពោះស្នេហារហូតមកដល់សព្វថ្ងៃ